វិញរោងលិចលឺថ្លាចាំងឆ្លងនេត្រារិមរារាល់ថ្ងៃបងកម្មករជីត្បូងបេះដូងភក្តីស្នេហ៍ស្មោះនឹងស្រីឥតប្រែចិន្តាដឹងថាខ្លួនក្រមិនសមឋានណាំតែចិនជុំពេញលើស្រងជីវ៉ាព្រមដានណាំមិនអាចស្ទាក់ស្នាឡើយណាកូនឡាបុផាប្រណីបងផងបុផាកំពូលដួងជីវិតស្នាជាតិនេះបងសូមស្បត់ស្បាយស្នេហ៍តាអូនម្នាក់បងតស៊ូពុំពីបដោជីវិតមិនខ្លាចឧបសគ្គរួមតែចរណាកំពូលដួងជីវិតស្នាជាតិនេះបងសូមស្បត់ស្បាយស្នេហ៍តាអូនម្នាក់បងតស៊ូពុំពីបដោជីវិតមិនខ្លាចឧបសគ្គរួមតែចរណាយ៉ាងម៉េចនឹងកើតកូនរមមិនសពទីដឹងត្បូងមួយគ្រាប់នោះមានតម្លៃខ្ពស់ណាស់ណាយើងជីក4ឆ្នាំហើយទើបតែប៉ះមួយគ្រាប់នឹងទេដែលល្អយ៉ាងនេះដឹងទេប៉ុន្តែកូនរកសពអស់ហើយក៏បាត់ត្បូងនោះទៅកើតក្នុងផ្ទះយើងគ្មានអ្នកដទៃណាចេញចូលសោះបាត់ត្បូងរបស់បាត់នៅលើផ្ទះគ្នាយើងមានតែប៉ុណ្ណឹងដូចជាមិនតំណងសោះម្សិលមិញគ្មានអ្នកក្រៅចូលមកទេអ្នករៀបចំបន្ទប់ត្បូងមានតែអង្គេនមិញផាជាតិតែស្អីហើយនឹងខ្ញុំទោះជាខ្ញុំជាសាច់ញាតិក៏ដោយយកល្អអ្នកបងសុំឆែកនៅកន្លែងគ្រប់គ្នាតែម្ដងទៅព្រោះបាត់របស់ក្នុងផ្ទះបែបនេះវាជារឿងមិនសមតតែសោះសុទ្ធតែអ្នកក្នុងផ្ទះនៅជាមួយខ្ញុំច្រើនឆ្នាំហើយមិនសមនឹងមានរឿងបែបនេះកើតឡើងទេ
លោកឥឡូវនេះណានៅក្នុងបន្ទប់មកឲ្យលឿនឡើងត្បូងនោះខ្ញុំជាអ្នករកឃើញចាក់ស្ដាយប៉ុណ្ណឹងហើយនៅចង់បដិសេធទៀតមិនថាអង្គទេនៅជាមួយខ្ញុំច្រើនឆ្នាំមកហើយល្មមទុកចិត្តបានតែស្អីជាញាតិរបស់ខ្ញុំមានតែអ្នកឯងទេដែលជាអ្នកចំណូលថ្មីឥឡូវនេះខុសតាំងក៏មានគ្រប់គ្រាន់អ្នកនាងដូចខ្ញុំបានជម្រាបអ្នកនាងរួចមកហើយថាខ្ញុំបានលួចត្បូងនោះទេខ្ញុំបានមិនអស់ចិត្តសោះថាហេតុអីបានជាត្បូងនោះនៅក្នុងខ្នើយរបស់ខ្ញុំបានក្នុងមួយជីវិតរបស់ខ្ញុំបាននេះខ្ញុំមិនដែលប្រព្រឹត្តអំពើពាលាឬខុសឆ្គងអ្វីឡើយតែហេតុអីបានជាមានរឿងបែបនេះកើតឡើងចំពោះរូបខ្ញុំសូមបដិជគុណជឿខ្ញុំបានចុះខ្ញុំបានអញ្ចឹងអ្នកឯងយល់ថាខ្ញុំមកបង្កាច់មែនទេឬមួយក៏ចង់ថាអ្នកនៅក្នុងផ្ទះនេះមានអ្នកស្អប់ហើយចង់ធ្វើបាបអ្នកឯងឬយ៉ាងណាណាហើយនិយាយតាមសម្រួលទៅកូនទោះយ៉ាងណាក៏ត្រូវទុកឲ្យជាតិគេបានឆ្លើយបញ្ជាក់សិនដែរតែខ្ញុំខកចិត្តណាស់លោកប៉ាដែលមានមនុស្សលាក់ពុតដូចនេះរស់នៅក្នុងផ្ទះណាហើយប៉ុណ្ណឹងបានហើយកូនមើលជាតិឯងនិយាយតាមត្រង់មកមើលឯងពិតជាមិនបានយកត្បូងនេះមែនទេខ្ញុំបានក៏សោកស្ដាយដែរដែលមានហេតុការណ៍ដូចនេះកើតឡើងបើសិនជាដេចគុណគិតថាខ្ញុំបានជាមនុស្សអាក្រក់ខ្ញុំបានមានតែសុំឈប់ពីការងារតែប៉ុណ្ណោះមិនហ៊ាននៅរំខានបដិជគុណទៀតទេហើយចុះខ្ញុំធ្វើអ្វីមួយតែមានយុត្តិធម៌ជានិច្ចជាតិឯងមិនចាំបាច់សុំឈប់ទេត្រូវតែនៅតទៅទៀតដើម្បីខ្ញុំពិសោធន៍រកការពិតឲ្យឃើញសិនព្រោះខ្ញុំក៏ចង់ដឹងថាហេតុអីក៏មានរឿងបែបនេះកើតឡើងទោះជាតិឯងលួចមែនឬមិនមែនឬមួយក៏មានគេចង់ធ្វើបាបក្តីក៏ត្រូវតែរកឲ្យឃើញហេតុផលសិនដែរបានទៀតបានបដិជគុណមានប្រសាចឹងទៅហើយដើម្បីបញ្ជាក់នឹងការពិតខ្ញុំបានសុខចិត្តនៅធ្វើការតទៅទៀតមិនកិច្ចវេទនាទេព្រោះខ្ញុំបានក៏ចង់ដឹងដែរថាអ្វីល្អអ្វីអាក្រក់ហើយអ្វីទៅដែលស្មោះត្រង់បរិសុទ្ធនោះល្អនេះបានចំជាកូនប្រុសណែជាតិឯងទៅធ្វើការចុះហើយដរាបណារកផុសតាមិនទាន់ឃើញហាមនិយាយរឿងនេះកុំឲ្យខ្ចោកចាយចេញទៅក្រៅអីសោះបាទខ្ញុំបានអរគុណបដិជគុណហើយពិបាកស្មានណាស់តែបើតាមការសង្កេតលើទឹកមុខរបស់ជាតិប៉ាហាក់ដូចជាមិនជឿថាគេជាអ្នកប្រព្រឹត្តអំពើបែបនេះសោះលោកមាសហើយនឹងអ្នកបងយកត្បូងទៅអគារបាត់ទៅហើយតែខ្ញុំមានរឿងសំខាន់មួយចង់ពិគ្រោះជាមួយនឹងបងណាណែគេស្អីអូននិយាយតាមសម្រួលទៅកុំឲ្យគេចាប់អារម្មណ៍យ៉ាងម៉េចទៅហើយអូនធ្វើបានសម្រេចទេខ្ញុំធ្វើបានហើយតែចំណៃណាលោកមាសមិនព្រមដឹងចិត្តចេញសោះតែជានៅស្រាវជ្រាវរកការពិតឯណាឯនេះទៅវិញខ្ញុំភ័យណាស់ខ្លាចតបាយការទេហើយ
ដៃគុណដូចជាបាក់ចិត្តលើវាចូលតែម្ដងតែអូនមិនចាំបាច់បារម្ភទេអូនត្រូវធ្វើល្អជាមួយវាវិញទើបគ្មានអ្នកណាសង្ស័យ ចាខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចនោះតែបងជឿទាំងស្រុងហើយមានតែលោកនាងទេដែលនៅរិះគិតបែងឆ្ងាយនោះ អូនឆ្លាតមែនប៉ុន្តែក៏ចាំទុកថាបងបានឈ្នះចិត្តវានោះដែរបងអរគុណកសីបានស្មោះត្រង់ពិតមែនសុខចិត្តធ្វើអ្វីៗដើម្បីបងចារឿងយើងបងគិតយ៉ាងម៉េចដែរឬមួយក៏ចង់ព្រមទៅលើលេងនឹងអូនអូនកុំគិតដូច្នេះលោកម៉ែនៅពេញចិត្តម៉ាលីខ្លាំងណាស់ទៅបងត្រូវព្យាយាមពន្យល់គាត់បណ្ដាសិនទម្រាំគាត់ព្រមទទួលថាកូនប្រសាល្អគឺកូនប្រសាដែលគេមានចិត្តស្រឡាញ់កូនប្រុសគាត់ដោយស្មោះនោះទៅវិញទេចាអូនរំចាំបងជីនឹងបងទៅវិញហើយតែយើងត្រូវធ្វើធម្មតាដាក់គ្នានៅមុខគេឯងអូនត្រូវប្រយ័ត្នណាកុំស្និទ្ធស្នាលនឹងបងខ្លាចតែកូនសង្ស័យលើទីនាងមិនក៏ខ្ញុំហើយលេងនិយាយរកខ្ញុំទៅហើយនាងចង់និយាយអីជាមួយខ្ញុំបើថារឿងនឹងទេនាងកុំនិយាយតទៅទៀតមនុស្សយើងណាការបាត់ទុកចិត្តខ្លាំងហើយការខូចខាតទៅវិញក៏កាន់តែច្រើនដែរតែនាងគួរតែស្ដាប់ខ្ញុំនិយាយសិនត្រូវហើយអ៊ំថាគួរតែចិត្តឯងដើមគំនិតសារជាថ្មីញ៉ាំងចិត្តឲ្យស្ងប់សិនទៅដើម្បីរកចំណុចណាមួយបកស្រាយរកច្រកចេញមិនបាច់បកស្រាយទេមីងខ្ញុំមិនស្កប់ទេពេលនោះក្រែងមីងនៅក្នុងដែរមីងបានឃើញស្អីខ្លះឃើញផោះតាំងទាំងដល់ហើយអ្នកនេះប្រកាសជាចោទខ្ញុំមិនខានមែនគឺខ្ញុំជាអ្នករកឃើញផ្ទាល់ដៃបានអ្នកផ្សេងខ្ញុំមិនថាទេតែអ៊ំថាគួរតែពិចារណាសិនដូចអ៊ំបញ្យល់កន្លងមកអញ្ចឹងថាមុននឹងធ្វើអ្វីត្រូវគិតឲ្យបានល្អិតល្អន់សិនចាអ្នកបងគិតក៏ឃើញខ្ញុំក៏ឃើញដែរតែនេះប៉ុណ្ណឹងហើយមីងចង់ឲ្យខ្ញុំលើកលែងអត់ទេទៀតទេខ្ញុំដឹងថាអ្នកនាងខឹងនឹងខ្ញុំព្រមទាំងបដិជគុណធ្វើត្បិតទៅលោកមិនដាក់ទោសខ្ញុំមែនតែពីអ៊ំដឹងស្រាប់ហើយមនុស្សយើងប្រការសំខាន់គឺស្ថិតនៅលើកិត្តិយសនិងកេរ្តិ៍ឈ្មោះត្រូវខំកសាងខ្លួនឲ្យបានល្អប្រកាន់សុចរិតទៀងត្រង់ត្រូវជៀសវាងកុំប្រព្រឹត្តអំពើអ្វីតែសង្គមស្អប់ខ្ពើមចុះបើខ្ញុំមានរឿងប៉ុណ្ណឹងទៅហើយតែក្នុងនាមជាកូនប្រុសឲ្យខ្ញុំយកមុខទៅទុកឯណាយ៉ាចាំនិយាយចាំដែរណាហេតុអីក៏នៅតែបំពេញត្រូវហើយពាក្យហ្នឹងដែលអ៊ំចង់បានណែចិត្តមនុស្សយើងណាគ្មានអ្នកណាមួយត្រូវគ្រប់10នោះទេសូម្បីតែតួអង្គព្រះសម្មាសម្ពុទ្ធមិនក៏គង់តែមានកំហុសតែត្រង់ថាខុសហ្នឹងវាខុសកម្រិតណាហើយវាត្រូវកម្រិតណាហើយក្នុងកំហុសហ្នឹងពិតជាអញ្ចឹងមែនឬក៏អត់ឬមួយក៏ក្នុងកំហុសហ្នឹងវាមានបង្កប់ចំណុចអ្វីមួយដែលយើងគួរតែមែនគួរតែនាងទុកឱកាសឲ្យគេម្ដងទៅមីងមិនឃើញចរិតគេយ៉ាងម៉េចទេតែតែខ្ញុំនិយាយរកគេនោះគេមានចរិតរឹងរូសណាស់ពេលគេនិយាយសំបីតែមុខខ្ញុំក៏គេមិនមើលផងចាត់ឲ្យក្មួយចិត្តឯងចង់ទៅណាណែឥឡូវចេះ
មួយចិត្តឯងត្រូវតាំងចិត្តខន្តីឲ្យមែនតែនហើយព្យាយាមបង្ហាញពីទឹកចិត្តស្មោះត្រង់របស់យើងឲ្យកាន់តែខ្លាំងឡើងដើម្បីបញ្ជាក់ឲ្យដឹងថាអ្នកដែលប្រព្រឹត្តនោះមិនមែនយើងទេតស៊ូបន្តិចទៅណាចិត្តកុំចុះចាញ់អារម្មណ៍ខាងក្រៅវាឥតប្រយោជន៍ទេក្មួយឯងមកធ្វើអីណែកុំឲ្យជាប់ដានណាព្រោះប្រហែលថ្ងៃនេះកំពុងតែមានរឿងមិនល្អផងព្រោះតែរឿងហ្នឹងហើយតែខ្ញុំឆ្លៀតលើកមកសួរអង្គហ្នឹងណាណែតើរឿងនេះយ៉ាងម៉េចដែរអង្គខ្ញុំដូចជាមិនយល់សោះហេតុអីបានជាទៅជាបងជាតិជាអ្នកលួចត្បូងរបស់ដៃគុណទៅវិញអង្គជួយបញ្យល់ប្រាប់ខ្ញុំបន្តិចមើលណាហើយបើមិនដឹងទេកុំចង់ដឹងនាំតែកើតការស្មុគស្មាញនាំតែជឿចាប់ទេរួចចុះប្តីជាកូនលោកថាយ៉ាងម៉េចដែរទៅអង្គលោកមានដាក់ទៅដល់បងជាតិទេណែដល់អាត្រង់ហ្នឹងវាល្អឡើងវិញអាចប្រាប់បានលោកមិនយកទោសពីអ្វីដល់ជាតិទេតែលោកថាលោកទុកពិសោធន៍ខ្លាំងខ្លាយមើលទឹកចិត្តរបស់ជាតិសិនប៉ិតមែនទេអង្គស្មានដឹងថាជាតិមានចិត្តបែបណាម្ល៉េះទេតែខ្ញុំគ្រាន់តែចង់ប្រាប់ជាតិថាមនុស្សទូទៅរាល់ការប្រព្រឹត្តតែទៅជាលើផលកម្ម
នាងមិនដឹងជាចង់ទៅលំត្បូងធ្វើអីទៀតចាំស្អែកទៅថ្ងៃនេះភ្លៀងទៅរួចអញ្ចឹងល្អើស្ទើរតែស្លាប់ទៅហើយនេះមិនដឹងជាស្អីទេមីងជើងក៏ដែរហើយមាត់ក៏រអ៊ូងអើហើយប្រយ័ត្នតិចណានាងចប់ទៅជាតិប្រយ័ត្នណាជាតិប្រយ័ត្នណាខ្លាចណាតោកទៅជួយទៅ